តែការពិតវាគឺជាពិភពលោកคล้ายៗតែប៉ុណ្ណោះហាស៊ីរ៉ាម៉ាយើងចាញ់ឯងហើយយើងជឿលើឯងហើយឯងធ្វើរឿងនេះគឺពិតជាត្រូវខ្លាំងណាស់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមកនិយាយអំពីសាច់រឿងសង្ខេបរបស់ Madara Uchiha គាត់បានកើតនៅក្នុងត្រកូល Uchiha Clan ដែលជាត្រកូលមួយដ៏មានអំណាចកាលពីនៅក្មេងគាត់បានស្គាល់មិត្តជិតស្និទ្ធម្នាក់ដែលមានឈ្មោះថា Hashirama Senju ទោះបីជាត្រកូលទាំងពីរនេះជាសត្រូវនឹងគ្នាក៏ដោយបន្ទាប់ពីចប់សង្គ្រាមជាច្រើនឆ្នាំ Madara Uchiha និង Hashirama Senju ក៏បានចូលរួមគ្នាបង្កើតភូមិមួយដែលមានឈ្មោះថាភូមិស្លឹកឈើគឺជាភូមិ Konoha នោះឯងបន្ទាប់ពីរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំ Hashirama ក៏បានក្លាយទៅជាអ្នកដែលបានគ្រប់គ្រងភូមិ Konoha ដោយសារតែគាត់បានជាប់ឆ្នោតហើយរបៀបរបបនៃការដឹកនាំរបស់ Hashirama គឺខុសគ្នាអំពីគំនិតរបស់ Madara ក្រោយមក Madara ក៏មិនយល់ស្របអំពីរបៀបដឹកនាំរបស់ Hashirama គាត់ក៏បានចាក់ចេញអំពីភូមិហើយគាត់ក៏បានប្រយុទ្ធគ្នាជាមួយនឹង Hashirama នៅក្នុងចន្លោះភ្នំ Valley of the End ហើយត្រូវបានគេសន្និដ្ឋានថាគាត់គឺបានស្លាប់ប៉ុន្តែជាក់ស្ដែងទៅវិញ Madara គឺមិនបានស្លាប់នោះទេហើយគាត់បានរៀបចំផែនការមួយដ៏ល្អឥតខ្ចោះដែលមានឈ្មោះថា Infinite Tsukuyomi ដើម្បីដាក់មនុស្សទាំងអស់ឲ្យនៅក្នុងសុបិនជារៀងរហូតដោយសារតែគាត់គឺមិនបានដឹងអំពីរឿងនៅក្រៅខ្នងអំពី Infinite Tsukuyomi នោះទេដោយគាត់យល់ឃើញថាមនុស្សអាចធ្វើអ្វីបានទៅតាមការស្រមៃរបស់ពួកគេនៅក្នុងសុបិន Infinite Tsukuyomi នោះនៅក្នុងសង្គ្រាមនិន្ចាលើកទី4គាត់ក៏ត្រូវបានរស់ឡើងមកវិញហើយនឹងមហាអំណាចដ៏ខ្លាំងក្លាដោយប្រើ Sharingan, Rinnegan និង Susanoo មិនត្រឹមតែប៉ុណ្ណេះគាត់ក៏មាន Jinchuriki The Ten-Tail ផងដែរនៅចុងបញ្ចប់នៃផែនការរបស់គាត់ក៏បានទទួលស្គាល់ថាវិធីសាស្ត្រនៃការដឹកនាំរបស់ Hashirama គឺជាការដឹកនាំដ៏ល្អមួយដោយគ្មានការបង្ខិតបង្ខំនិងការដឹកនាំដោយសន្តិភាពមនុស្សអាចរស់នៅក្នុងសេចក្តីពិតអាចឆ្លងកាត់នូវភាពឈឺចាប់ពិតអាចដោះស្រាយនូវបញ្ហាពិតអាចឆ្លងកាត់នូវភ្លៀងខ្យល់ពិតពួកគេអាចរស់នៅដោយតាមសមាជីវនៃជីវិតរបស់ពួកគេ Madara ក៏បាននិយាយថាខ្ញុំគិតខុសហើយម្ដងហើយម្ដងទៀតខ្ញុំពិតជាខុសមែនតើហើយការគិតរបស់ខ្ញុំក៏បានចាត់ទុកជាអាសាបងព្រោះតែវាថាចង់ឲ្យមនុស្សមានសន្តិភាពមិនឈ្លោះតោះតែងមិនកាប់សម្លាប់គៀបសង្កត់មនុស្សរស់នៅក្នុងក្តីស្រមៃដែលអ្វីដែលពួកគេចង់បានតែការពិតវាគឺជាពិភពលោកคล้ายៗតែប៉ុណ្ណោះ Hashirama យើងចាញ់ឯងហើយយើងជឿលើឯងហើយឯងធ្វើរឿងនេះគឺពិតជាត្រូវខ្លាំងណាស់យើងមិនដែលស្អប់ឯងទេ Hashirama គ្រាន់តែយើងចង់ដើរតាមគោលគំនិតរបស់យើងតែប៉ុណ្ណោះឲ្យយើងសុំទោសផងក្មេងៗជំនាន់ក្រោយយើងសង្ឃឹមថាពួកឯងនឹងធ្វើរឿងដែលល្អហើយគិតគូរយ៉ាងម៉ត់ចត់ឲ្យយើងសុំទោសផងរឿងជាច្រើនដែលយើងធ្វើឲ្យឯងពិបាកអ្នកទាំងអស់គ្នាខ្ញុំទៅហើយ